តោះបងប្អូនធ្វើដំណើរកំសាន្តស្ទូចត្រីជាមួយខ្ញុំអស់នេះទៅភូមិប្រចាំខេត្តព្រៃវែងនៅលើផ្លូវបេតុងថ្មីដែលទើបតែសាងសង់ហើយនៅខាងកើតស្ពានអ្នកលឿងបងប្អូនភូមិប្រចាំខេត្តព្រៃវែងតាមពីយើងមានពីដំណាក់កាលបងប្អូនយើងទៅនេះគឺកន្លងឡើងយើងបកយើងតាមពីបកត្រីតពីរៀបរយហើយយើងចុះទូមកមានគឺសកម្មភាពគឺរសៀលទឹកទូទៅនៅទឹកលិចនៅភូមិប្រចាំខេត្តព្រៃវែងនៅរដូវទឹកលិចបងប្អូនអាចមកលេងទស្សនាបាននៅទីនេះក៏ទៅដល់ថាសុខភាពបាទគាត់គាត់គាត់ពីរបស់ហើយហើយពីចុះទូលេងផ្សេងដល់នៅនេះអាចត្រូវខ្លាំងដល់ពី3បានទៀតជើងនេះគឺមេឃីមស្មាត់ហ្នឹងមានឲ្យខ្ញុំប្រកាសភ្លើងទុកឲ្យស្មាត់ខ្ញុំកំពុងចាត់ចែងស្មាត់ខ្ញុំភ្លើងឆេះល្អនេះស្មាត់ហ្នឹងចាដល់ហើយពេលតើយើងខ្ញុំបកត្រីនោះបានពោះមួយបាទពោះមួយបានត្រី3 4ហ្នឹងcònដល់ហើយពោះមួយល្មមសងចិត្តណែនល្អមែនមើលធីមមកកាត់ភ្លើងហើយមានពោះទៀតអេខ្លាំងបើពោះមកនេះបាទបន្ទាប់ពីចំកោតវាអំបិលហើយដេកទៅឃើញហើយណាស្ទូដល់ស្មាត់បងប្អូនតលេងភូមិប្រចាំខេត្តព្រៃវែង